និយាយតាមត្រង់ចុះខ្ញុំមានជីវិតរស់ដល់រាល់ថ្ងៃនេះក៏ដោយសារពួកគាត់ជួយដែរដែលវាទាំងពីរគឺជាស្ដេចក្មេងម្រិញគង់វាលព្រៃហើយវាទាំងពីរនេះអ៊ំម៉ៅគាត់ក៏មិនដែលប្រើនោះទេគឺថាពេលនេះគាត់ក៏គ្រាន់តែចង់សាកលេងសើចជាមួយពួកគេតែប៉ុណ្ណោះមុននឹងខ្ញុំមកលេងទីនេះខ្ញុំបានសុំរួចហើយតែហេតុអីក៏មកលួចលេងពីក្រោយខ្នងដូច្នេះពូឈៀនគាត់ក៏បានយកកន្ទុយអស់ដែលពួកគាត់បានបង្កាត់នោះគប់ទៅខាងក្រោមធ្នាក់ដើម្បីឲ្យបរិសម្នាក់នោះលើកវាកាន់ប៉ុន្តែរឿងរ៉ាវដែលអកុសលក៏បានកើតឡើងគឺថាគាត់បំរុងនឹងលើកវាកាន់ទៅហើយក៏ស្រាប់តែពេលនោះសត្វខ្លាសនោះក៏ស្ទុះចេញពីកំពូលពេជ្ររូបរាងនៅគោអាគមនិងក្របីអាគមចេញមកដែលសត្វទាំងពីរនេះគឺជាសត្វដែលកើតចេញពីមន្តអាគមរបស់ព្រានទាំងពីរនោះបន្ថែមនោះឯងនៅក្នុងភូមិមួយដែលស្ថិតនៅជិតជើងភ្នំដងរែកដែលធ្លាប់តែរស់នៅដោយសុខសាន្តនិងអ្នកស្រុកអ្នកភូមិធ្លាប់តែរស់នៅពឹងផ្អែកទៅលើការចូលព្រៃដើម្បីបរបាញ់សត្វក៏ដូចជារោគឃ្មុំនិងរោគរបស់ដែលមានប្រយោជន៍ជាច្រើនដែលមាននៅក្នុងព្រៃដ៏សែនធំលើភ្នំដងរែកនោះប៉ុន្តែនៅពេលនេះក៏ប្រែទៅជាព្រៃដែលអស់អ្នកភូមិដែលរស់នៅក្បែរនោះខ្លាចរអានិងមិនហ៊ានសំបីតែចូលទៅជិតជើងភ្នំនោះទៀតផងនោះក៏ដោយសារតែកាលគ្រូអាគមម្នាក់ដែលជនជាតិថៃព្យាយាមចង់បានចង្កូមខ្លាសនិងបានបាញ់បណ្ដាលឲ្យវាមានរបួសផងនោះទើបសត្វខ្លានោះខ្លាយទៅជាកាចសាហាវនិងតែងតែសម្លាប់ដល់អ្នកណាដែលបានចូលទៅក្នុងព្រៃនោះយ៉ាងសាហាវព្រៃផ្សាយមិនមានការលើកលែងឡើយហើយសាច់រឿងនេះគឺជាសាច់រឿងបន្តអំពីរឿងមុនបន្ទាប់ពីនេះមេតព្រមទាំងនេះដាំពួកគេទាំងពីរបានរួចជីវិតពីរឿងហេតុការណ៍នៅថ្ងៃនោះរួចមកពួកគេទាំងពីរក៏បានដឹងកំហុសនិងសោកស្ដាយនៅអ្វីដែលពួកគេបានធ្វើជាខ្លាំងហើយលោកមេភូមិព្រមទាំងអ្នកភូមិក៏តែងតែរួមគំនិតគ្នាទៅអញ្ជើញអ្នកជំនាញដើរព្រៃទាំងចេះនៅមន្តអាគមគាថាខ្លាំងពូកែជាច្រើនអ្នកណាស់មកហើយប៉ុន្តែពួកគេទាំងអស់នោះក៏តែងតែចូលទៅក្នុងព្រៃហើយបាត់ដំណឹងមិនមានអ្នកណាត្រឡប់មកវិញតតែសោះទើបអ្នកភូមិបានសន្និដ្ឋានថាពួកគេត្រូវបានសត្វខ្លានោះសម្លាប់បាត់ទៅហើយនៅវេលាថ្ងៃមួយពេលព្រឹកព្រលឹមលោកមីភូមិម៉ៃគាត់កំពុងតែឈួរនិយាយជាមួយលោកពូឈៀននៅខាងមុខផ្ទះរបស់គាត់នោះក៏ស្រាប់តែពេលនោះមានរទេះពីរនឹមដែលកំពុងតែបកកាត់នៅក្នុងភូមិរបស់ពួកគាត់ហើយមើលទៅក៏មានសត្វគោក្របីជាច្រើនក្បាលឯណោះពេលដែលរទេះទាំងពីរនោះបកខិតជិតចូលមកដល់ហើយនោះទើបឃើញថាគាត់គឺជាពូប្រាក់និងលោកថកែច័ន្ទដែលជាឈ្មួញទិញគោក្របីនោះឯងទៅណាមកណាដែរលបងអើយគោក្របីច្រើនម្លេះអូអញ្ចេះទេលបងពួកខ្ញុំយកគោទៅលក់នៅព្រំដែនថៃឯណោះព្រោះថាឈ្មួញនៅទីនោះគេហ៊ានឲ្យតម្លៃខ្ពស់អូអញ្ចឹងទេអីប៉ុន្តែយើងប្រហែលជាត្រូវមានរឿងនិយាយគ្នាសិនហើយលបងសូមពួកលបងអញ្ជើញសម្រាប់នៅទីនេះសិនមកព្រោះថាបើបន្តទៅមុខទៀតដូចជាមិនល្អនោះទេពេលនោះពូប្រាក់និងលោកថកែច័ន្ទព្រមទាំងកូនប្រុសរបស់គាត់ក៏បានចូលទៅក្នុងផ្ទះរបស់លោកមេភូមិម៉ៃដើម្បីចង់ដឹងរឿងរ៉ាវដែលពួកគាត់ទាំងពីរថាចង់និយាយប្រាំតើមានរឿងអ្វីមែនទេលបងមែនហើយលបងតើនៅខាងមុខមានរឿងអ្វីមែនទេឬក៏នៅទីនោះមានចោរចាំប្លន់អ្នកដំណើរមិនមានចោរប្លន់អីនោះទេលបងតែគឺវាបែបនេះពេលនោះលោកមេភូមិនិងលោកពូឈៀនគាត់ក៏បាននិយាយរៀបរាប់ប្រាប់រឿងរ៉ាវដែលបានកើតឡើងនៅលើភ្នំនោះនិងព្យាយាមបញ្យល់ទៅកាន់ពួកគាត់ទាំងពីរឲ្យបានយល់កាន់តែច្បាស់ទៀតផងរឿងគឺបែបនេះឯងលបងក៏ព្រោះតែពូលបងត្រូវឆ្លងកាត់ទៅតាមចង្កេះភ្នំក្បែរព្រៃភ្នំខ្លាំងពេកហើយពូលបងថែមទាំងមានសត្វគោក្របីជាច្រើនដូចនេះទៀតឆ្លងកាត់នៅទីនោះពួកខ្ញុំគិតថាមិនល្អនោះទេតាមពិតមានរឿងអញ្ចឹងសោះអញ្ចឹងមានតែអ្នកភូមិនៅក្បែរភ្នំនេះពិតជាលំបាកហើយចុះហេតុអីលបងមិនទៅរកនៅជំនាញមកកំចាត់វាចេញទៅពួកខ្ញុំមិនចង់រស់នៅដោយភាពភ័យខ្លាចបែបនេះទេតែសត្វខ្លានោះមិនធម្មតាដូចជាព្រាយខ្លាដែលខ្ញុំបានជួបពីមុននោះទេខ្ញុំនិងអាម៉ៃក៏ធ្លាប់តែអញ្ជើញគ្រូអាគមនិងអ្នកជំនាញដើរព្រៃដែលខ្លាំងមកកំចាត់វាច្រើនលើកច្រើនសារណាស់មកហើយប៉ុន្តែពួកគេក៏នៅតែមិនអាចកំចាត់វាបាន
អូបើដូច្នេះជប់បារម្ភទៅលបងខ្ញុំស្គាល់ព្រានចំណាស់3នាក់ដែរខ្ញុំគិតថាគាត់អាចជួយបាននិយាយតាមត្រង់ចុះខ្ញុំមានជីវិតរស់ដល់រាល់ថ្ងៃនេះក៏ដោយសារពួកគាត់ជួយដែរល្អណាស់លបងបើពិតដោយលបងនិយាយមែនផ្ដាំប្រាប់គាត់ចុះថាយើងនឹងជូនសគុណគាត់មិនឲ្យគាត់ខកចិត្តនោះទេឲ្យតែគាត់អាចជួយភូមិយើងបាននៅពេលដែលបាននិយាយគ្នារួចហើយនោះនៅកណ្ដាលថ្ងៃត្រង់ពូប្រាក់ព្រមទាំងលោកពូឈៀនគាត់ក៏ជាអ្នកទៅអញ្ជើញអ៊ំម៉ៅអ៊ំឈៀននិងអ៊ំសែននៅក្នុងថ្ងៃនោះតែម្ដងចំណែកឯលោកថកែច័ន្ទព្រមទាំងកូនប្រុសរបស់គាត់ក៏ត្រូវសម្រាកនៅផ្ទះលោកមេភូមិម៉ៃជាច្រើនថ្ងៃនេះក៏ដោយហេតុតែការធ្វើដំណើរពីភូមិទៅផ្ទះរបស់ព្រានចាស់ទាំង3ក៏ត្រូវចំណាយពេលយ៉ាងយូរគួរសមដែរពោលទាំងទៅទាំងមកក៏ត្រូវចំណាយពេលពី5ទៅ6ថ្ងៃឯណោះលុះរំលងបានប្រមាណថ្ងៃក្រោយមកពូប្រាក់ព្រមទាំងលោកពូឈៀនគាត់ក៏បានត្រឡប់មកវិញជាមួយវត្តមានរបស់ព្រានចាស់ទាំង3ពិតប្រាកដមែននេះក៏ដូចជាការគិតទុករបស់ថកែច័ន្ទដូចនេះឯងព្រោះតែគាត់ដឹងច្បាស់ថាពួកគាត់ទាំង3ក៏ចូលចិត្តក្នុងការដើរព្រៃប្រមាញ់សត្វខ្លាំងណាស់ហើយណាមួយពួកគាត់ក៏មិនដែលនិយាយបដិសេធទៅនឹងអ្នកណាដែលមានទុក្ខលំបាកហើយទៅពឹងឲ្យគាត់ជួយនោះដែរលុះនៅពេលដែលព្រានចាស់ទាំង3បានមកដល់ហើយពួកគាត់ក៏បានរៀបរាប់រឿងរ៉ាវទាំងអស់ដូចទៅនឹងពេលដែលពួកគាត់ប្រាប់ទៅកាន់លោកថកែច័ន្ទនិងពូប្រាក់ប៉ុន្តែពេលនោះពួកគាត់ក៏មិនបានរៀបរាប់ពីមូលហេតុដើមចមដែលធ្វើឲ្យសត្វខ្លានោះក្លាយទៅជាកាចសាហាវឃោឃៅនោះដែរហើយនៅពេលនោះគឺគាត់គ្រាន់តែថាវាគឺជាព្រាយខ្លាដែលមានសម្បុរសនិងតែងតែយាយីមកកាន់បងប្អូនអ្នកភូមិតែប៉ុណ្ណោះក្រោយពីបានស្ដាប់រឿងរ៉ាវអស់ហើយពួកគាត់ទាំង3ក៏មិនបានប្រកែកអ្វីនោះទេព្រោះថាពពួកព្រាយខ្លាអ្វីនោះគឺគាត់ធ្លាប់បានកំចាត់ជាច្រើនលើកច្រើនសារណាស់មកហើយបើតាមជើងលេខពួកយើងចូលព្រៃថ្ងៃនេះគឺមិនល្អនោះទេចំណែកថ្ងៃស្អែកក៏នៅតែមិនទាន់អាចចូលបានដែរគឺអាចនឹងមានគ្រោះថ្នាក់ក្រោយពីបានស្ដាប់អ៊ំជានិយាយរួចពួកគាត់ក៏មិនបានបង្ខំអ្វីនោះដែរគឺថាស្រេចទៅលើតែព្រានព្រៃទាំង3តែប៉ុណ្ណោះរឿងដែលសំខាន់នោះគឺថាឲ្យតែព្រានទាំង3ព្រមជួយមកកាន់ភូមិរបស់ពួកគាត់នៅថ្ងៃមួយពួកគាត់ទាំង3ដែលជនជាតិភាគតិចក៏បានចុះពីលើភ្នំដើម្បីមកដូរយកសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនជាមួយនឹងបងប្អូនខ្មែរនៅខាងក្រោមហើយមិនមែនពួកគាត់ចុះមកដូររាល់ថ្ងៃនោះទេគឺថា2ទៅ3ខែទៅពួកគាត់ចុះមកម្ដងនៅពេលដែលគាត់ត្រូវការរបស់ដែលចាំបាច់តែប៉ុណ្ណោះប៉ុន្តែជាអកុសលនៅថ្ងៃនោះពេលដែលពួកគាត់កំពុងតែធ្វើដំណើរចុះពីលើភ្នំក៏ស្រាប់តែពួកគាត់ជួបប្រទះនឹងសត្វខ្លាដំបងដ៏ធំមួយក្បាលដែលមានសម្បុរពណ៌សហើយភ្នែកវាពណ៌ក្រហមគួរឲ្យខ្លាចពេលនោះវាក៏បានវាយប្រហារមកកាន់ពួកគាត់ហើយពួកគាត់ទាំង3ដោយហេតុតែភ័យខ្លាចខ្លាំងពេកក៏រត់វង្វេងគ្នានៅក្នុងព្រៃតែម្ដងហើយធ្វើឲ្យបុរសម្នាក់នេះក៏បានរត់មកដល់ភូមិរបស់លោកមេភូមិម៉ៃហើយប្រពន្ធនិងមិត្តភ័ក្តិរបស់គាត់ក៏មិនដឹងថាមានជីវិតឬអត់នោះទេពេលដែលគាត់រត់បានមកដល់ក្នុងភូមិនេះហើយទើបលោកមេភូមិម៉ៃបានប្រាប់រឿងរ៉ាវទៅកាន់គាត់តាក់ទងទៅនឹងសត្វខ្លានោះរឿងគឺបែបញ៉ៃលបងហើយពេលដែលពលលបងឡើងទៅលើភ្នំនោះគឺខ្ញុំសូមផ្ញើគាត់ទៅជាមួយផងព្រោះថាគាត់ខានទៅភូមិស្រុករបស់គាត់ជាង1ខែហើយមែនហើយលបងគឺថាគាត់ព្យាយាមសុំយើងច្រើនលើកច្រើនសារណាស់មកហើយប៉ុន្តែយើងមិនហ៊ានឲ្យគាត់ទៅនោះទេលុះដល់ស្អែកឡើងលោកពូឈៀនព្រមទាំងលោកមេភូមិម៉ៃពួកគាត់ក៏បានជូនអ៊ំទាំង3ដើរមើលគេមើលឯងនៅក្នុងភូមិរបស់គាត់ប៉ុន្តែគាត់ជួននៅថ្ងៃនេះក៏មានមាត់ដំរីចំនួន2នាក់ដែរពួកគេកំពុងតែសម្ដែងសៀកហើយផ្សព្វផ្សាយនៅថ្នាំរបស់ពួកគេហើយពេលនោះអ្នកភូមិជាច្រើនក៏បានចំរោមទៅមើលពួកគេយ៉ាងច្រើនកុះកហើយនៅពេលនោះពួកគាត់ក៏បានទៅចូលរួមមើលមាត់ដំរីទាំងពីរនោះសម្ដែងសៀកផងដែរនៅខណៈពេលនោះមាត់ដំរីទាំងពីរនាក់នោះក៏បានលេងនៅឈុតឆាកយកកំបិតកាប់ទៅលើបុរសម្នាក់ដែលកំពុងតែអង្គុយនៅលើកៅអីពេលដែលគេបានយាកំបិតកាប់ទៅហើយឃើញថាកំបិតនោះក៏មិនបានកាប់មុតទៅបុរសម្នាក់នោះដែលអង្គុយលើកៅអីនោះទេបន្ទាប់មកពួកគេក៏បានសម្ដែងនៅឈុតឆាកបង្កើតជាសត្វពស់ដោយទៅនឹងអ្នកលេងស៊ីឯទៀតដែលពួកគេចំណាំតែធ្វើដូច្នេះឯងប៉ុន្តែនៅពេលដែលគេទាំងពីរព្យាយាមជា2លើកទៅ3លើកហើយក៏មិនឃើញថាពស់នោះចេញមកតតែសោះ
ដែលជាហេតុធ្វើឲ្យពួកគាត់ដឹងថាកំពុងតែមានអ្នកកំពុងតែលេងល្បែងចាញ់ចោលមកកាន់ពួកគាត់ហើយ ហេតុអីក៏គេធ្វើបែបនេះ ហេតុអ្វីក៏ធ្វើបែបនេះមុននឹងខ្ញុំមកលេងទីនេះខ្ញុំបានសុំរួចហើយតែហេតុអីក៏មកលួចលេងពីក្រោយខ្នងដូចនេះមែនហើយបើខ្លាំងហេតុអីមិនទិញមុខមកចាំបាច់អីលេងពីក្រោយខ្នងបែបនេះអីក៏កំសាកម្លេះ តើជាពួកអ្នកមែនទេដែលមករំខានការរកស៊ីរបស់ពួកខ្ញុំ នៅខណៈពេលនោះដោយសារតែមាត់ដំរីទាំងពីរនោះឃើញការស្លៀកពាក់ថែមទាំងមាននៅថងយាមរបស់ពួកគាត់ផងនោះទើបពួកគេគិតថាវាគឺជាទង្វើរបស់ពួកគាត់ទាំង3ដែលបានធ្វើផ្ចាញ់ចោលទៅកាន់ពួកគេប៉ុន្តែពេលនោះពួកគាត់ក៏បានប្រកែកនិងព្យាយាមបញ្យល់ទៅកាន់ពួកគេប៉ុន្តែពួកគេក៏នៅតែមិនស្ដាប់និងបានដើរចេញទៅ មុននេះតើពួកគេនិយាយអ្វីខ្ញុំដូចជាមិនយល់សោះហើយមានពាក្យពន់នឹងពួកលបងដែរឬអត់មិនពាក្យពន់នឹងពួកខ្ញុំនោះទេគឺមានមនុស្សម្នាក់គឺជាអ្នកធ្វើ នៅតាមផ្លូវដើរត្រឡប់មកផ្ទះវិញលោកមេភូមិម៉ៃនិងអ៊ំម៉ៅក៏បាននិយាយរឿងរ៉ាវដែលបានកើតឡើងមុននេះនិងសួរលោកមេភូមិពីបរិសុទ្ធចំណាស់ពីអ្នកដែលគាត់បានឃើញនៅមុននេះប៉ុន្តែលោកមេភូមិគាត់ក៏មិនដឹងហើយថែមទាំងនិយាយបញ្ជាក់ទៀតថានៅក្នុងភូមិនេះក៏មានអ្នកណាចេះនៅមន្តអាគមក្រៅពីលោកពូឈៀនដែលជាមិត្តរបស់គាត់នោះដែរ នៅទីនេះមិនមានអ្នកណាចេះក្រៅពីវាម្នាក់នេះទេតែបើមានក៏ចេះទីទួចតែប៉ុណ្ណោះធ្វើមិនដឹងពួកគេហ៊ានលេងសើចជាមួយមាត់ដំរីទាំងនេះទៅមែនហើយណាមួយពួកគេមិនមែនទៅតែមកលេងលើកទី1នោះទេគឺច្រើនដងហើយក៏មិនដែលមានបញ្ហានោះដែរ ក្រោយពីបានស្ដាប់ពួកគាត់និយាយរួចមកអ៊ំម៉ៅក៏បានត្រឹមតែឆ្ងល់ពីអត្តសញ្ញាណរបស់បរិសុទ្ធចំណាស់ទាំងពីរអ្នកនោះតែប៉ុណ្ណោះនេះគឺព្រោះតែគាត់មិនមែនជាអ្នករស់នៅទីនេះនោះទេហើយគាត់បានទៅប៉ះពាល់គេដូច្នេះបើសិនជាគេជាអ្នករស់នៅក្នុងភូមិនេះក៏ខ្លាចនឹងមានបញ្ហានោះឯងនៅវេលាល្ងាចថ្ងៃដដែលនោះអ៊ំទាំង3ព្រមទាំងលោកពូឈៀនហើយនិងលោកមេភូមិម៉ៃពួកគាត់ទាំង5ក៏កំពុងតែអង្គុយហូបស្រានិងនិយាយគ្នាលេងនៅខាងក្រោមផ្ទះនោះក៏ស្រាប់តែពេលនោះពួកគាត់ក៏បានឃើញវត្តមានរបស់មាត់ដំរីទាំងពីរនាក់ឆ្លងកាត់នៅខាងមុខផ្ទះរបស់ពួកគាត់ហើយសម្លឹងមកកាន់ពួកគាត់ដោយកែវភ្នែកមិនពេញចិត្តនោះទេ មើលទៅយប់នេះមានការងារធ្វើហាមើលអញចាំតែទទួលទេមនុស្សស្អីនិយាយមិនស្ដាប់គ្នាបែបនេះមើលទៅអាយុក៏ច្រើនហើយមិនមែនក្មេងទេមើលដាក់លមលមបានហើយប្រយ័ត្នជប់នេះទៅមិនរួចនឹងគេ នៅពេលដែលពួកគាត់ទាំងពីរឃើញពួកគាត់និយាយលេងសើចបែបនេះតែគាត់ក៏គិតដឹងច្បាស់ថាយប់នេះច្បាស់ជាមានរឿងអ្វីកើតឡើងជាមិនខានប៉ុន្តែអ៊ំសែនគាត់ក៏ដឹងច្បាស់ថាអ៊ំជៀននិយាយលេងសើចបែបនេះក៏ព្រោះតែគាត់ចង់ដាស់តឿនទៅកាន់អ៊ំម៉ៅនេះក៏ព្រោះតែគាត់ដឹងថាអ៊ំម៉ៅពេលដែលគាត់ហូបស្រាច្រើននឹងអាចលេងជ្រុលដៃធ្វើឲ្យគ្រោះថ្នាក់ទៅដល់ពួកគេតែបើតែគាត់ជាមនុស្សចូលចិត្តជួយយកអាសាគេក៏ពិតមែនប៉ុន្តែក្នុងចំណោមពួកគាត់ទាំង3គឺអ៊ំម៉ៅនេះហើយដែលមិនសូវមានការអត់ធ្មត់និយាយទៅគឺការអត់ធ្មត់របស់គាត់គឺនៅមានកម្រិត យប់នេះតើខ្ញុំអាចនៅលេងជាមួយពូលបងបានទេព្រោះថាខ្ញុំខានជួបនឹងឃើញទស្សនវិជ្ជាបែបនេះយូរហើយមិនអីទេលបងគឺនិយាយគ្នាលេងចុះយប់នេះខ្ញុំសម្រាកមុនហើយយប់នេះប្រាប់ប្រពន្ធកូនឯងបិទទ្វារបិទវងឲ្យចិត្តទោះបីជាឮសំឡេងអ្វីក៏ដោយមិនបាច់ចុះមកក្រោមទេអធិស្ឋានផងលបងយប់នេះពួកខ្ញុំសូមផ្ទះលបងទទួលភ្ញៀវសិនហើយ
ព្រោះថាអាចនឹងមានភ្ញៀវមកលេងតាមសប្បាយចូលលបងបានពូលបងមកជួយភូមិខ្ញុំនេះខ្ញុំសប្បាយចិត្តណាស់ទៅហើយ លោកមេភូមិម៉ៃក្រោយពីបានដឹងហើយយប់នេះគាត់ក៏បានប្រាប់ប្រពន្ធកូនរបស់ពួកគាត់ទៅតាមអ្វីដែលលោកពូឈៀនបានប្រាប់ពេលយប់ក៏បានមកដល់អ៊ំជៀននិងអ៊ំសែនគាត់ក៏បានសម្រាននៅខាងលើមុខសម្យ៉ាផ្ទះចំណែកអ៊ំម៉ៅនិងលោកពូឈៀនគាត់ក៏អង្គុយនិយាយគ្នានិងចាំមើលថាគេនឹងបញ្ជូនអ្វីមកនៅកណ្ដាលយប់នោះសំឡេងឆ្កែក៏លូត្រហឹងពេញទៅក្នុងភូមិមើលទៅក៏មានសភាពខុសពីធម្មតាហើយមួយសន្ទុះក្រោយមកគឺពិតជាដូចការគិតរបស់ពួកគាត់មែនគឺថាពេលនោះពួកគាត់ក៏បានសម្លឹងមើលទៅក្រៅរបងខាងមុខផ្ទះរបស់គាត់ក៏ស្រាប់តែបានឃើញស្រមោលមនុស្សមាឌធំនិងមានសម្បុរពណ៌ខ្មៅក្រឹបបានដើរទៅមកហើយសម្លឹងមកកាន់ពួកគាត់ទាំងពីរឃើញដូច្នេះអ៊ំម៉ៅគាត់ក៏និយាយថា ដើរទៅដើរមកធ្វើអីបើជ្រុលជាមកលេងហើយមិនចូលមកលេងឲ្យដល់មក នៅពេលដែលបានឮអ៊ំម៉ៅនិយាយដូច្នេះក៏ស្រាប់តែមនុស្សមាឌធំនោះបានដើរសម្ដៅមករកគាត់ដោយទឹកមុខកាចខូខើហាក់បីដូចចង់ស៊ីសាច់របស់ពួកគាត់ដូច្នេះឯងអ៊ំម៉ៅគ្រាន់តែបានឃើញវាដើរមកហើយគាត់ក៏បានសូត្រនៅមុនគាថាអ្វីម្យ៉ាងរួចក៏សម្លឹងហើយនិយាយទៅកាន់ថងយាមរបស់គាត់ថា ទៅលេងជាមួយគេបន្តិចទៅ រំពេចនោះក៏ស្រាប់តែលេចរូបរាងក្មេងម្រេចគង្វាលពីរនាក់បានចេញមកដែលវាទាំងពីរគឺជាស្ដេចក្មេងម្រេចគង្វាលព្រៃហើយវាទាំងពីរនេះអ៊ំម៉ៅគាត់ក៏មិនដែលប្រើនោះទេគឺថាពេលនេះគាត់ក៏គ្រាន់តែចង់សាកលេងសើចជាមួយពួកគេតែប៉ុណ្ណោះ តើវាជាអ្វីនៅលបងខ្ញុំក៏មិនដឹងដែរលបងដឹងត្រឹមថាធ្លាប់ជួបម្ដងកាលនោះជួបជនជាតិឡាវគេជាអ្នកប្រើមក នៅពេលដែលត្រូវបានក្មេងម្រេចគង្វាលទាំងពីរនោះរុំជាប់ហើយនោះមនុស្សមាឌធំនោះក៏បានខំប្រឹងរើយ៉ាងខ្លាំងប៉ុន្តែទោះបីជាយ៉ាងណាក៏មិនអាចរើរួចឡើយហើយនៅពេលដែលវាកាន់តែរើក៏ឃើញថាសម្រែកស្រែកដោយការឈឺចាប់ក៏កាន់តែខ្លាំងរហូតដល់ពេលនោះក៏ស្រាប់តែវារលាយបាត់ទៅក្រោយពីឃើញថាពួកគាត់ហាក់បីដូចជាលេងសើចនឹងមើលងាយពួកគេដូច្នេះពេលនោះពួកគេក៏មិនព្រមបញ្ឈប់តែត្រឹមនេះឡើយនៅពេលដែលគាត់ទាំងពីរកំពុងតែអង្គុយនិយាយគ្នានោះក៏ស្រាប់តែពួកគាត់បានឮសន្ធឹកជើងអ្វីម្យ៉ាងហាក់បីដូចជាកំពុងតែរត់ជិតចូលមកដល់ទីនេះដូច្នេះឯងពេលដែលគាត់សម្លឹងមើលទៅឃើញថាមានសត្វដំរីពីរក្បាលយ៉ាងធំដែលគាត់ដឹងថាវាកាត់ចេញពីមន្តអាគមហើយច្បាស់ណាស់គឺគ្រូទាំងពីរនាក់នោះគេគឺអ្នកបញ្ជូនមកនោះឯងអ៊ំម៉ៅនិងលោកពូឈៀនក្រោយពីបានឃើញដូច្នេះគាត់ក៏សូត្រដាស់នៅសត្វអាគមរបស់គាត់ដូចគ្នាដែលវាគឺជាក្របីស្នែងកោងដែលបញ្ចុះពោពេញទៅដោយអាថ័ន្តនិងជារបស់ដ៏ខ្លាំងក្លារបស់អ៊ំម៉ៅដែលគាត់តែងតែប្រើនោះឯងចំណែកលោកពូឈៀនគាត់ក៏បានសូត្រដាស់បញ្ចេញនៅគោបាខ្មៅរបស់គាត់ដូចគ្នាផងដែរក្រោយពីសត្វអាគមទាំង4បានចេញមកវាក៏ចាប់ផ្ដើមប្រយុទ្ធតទល់គ្នាដែលមានម្ចាស់របស់វាសូត្រដាស់នៅបល័យគាថាបន្ថែមទៀតផងហើយនៅកណ្ដាលយប់ជ្រៅនៅក្នុងផ្ទះលោកមេភូមិម៉ៃក៏លាន់សំឡេងសត្វទាំង4ប្រយុទ្ធគ្នាលាន់សន្ធឹកយ៉ាងខ្លាំងក្រោយពីបានឮសំឡេងដូច្នេះគ្រួសាររបស់លោកមេភូមិម៉ៃក៏បានសម្លឹងពីលើផ្ទះមកប៉ុន្តែពួកគាត់ក៏មិនបានឃើញអ្វីទាល់តែសោះគឺគ្រាន់តែឮសំឡេងដែលបញ្ចេញពីសត្វអាគមទាំងនោះតែប៉ុណ្ណោះពេលដែលសត្វអាគមនោះកំពុងតែប្រយុទ្ធគ្នាឃើញថាសត្វអាគមរបស់អ៊ំម៉ៅក៏ចេះតែពង្រីកខ្លួនធំទៅរហូតមានកម្ពស់និងមាឌធំជាងដំរីទាំងពីរនោះទៀតផងហើយនៅពេលនោះសត្វអាគមរបស់មកដំរីទាំងពីរនាក់នោះក៏បានចាញ់ក្រោមដៃសត្វអាគមរបស់អ៊ំម៉ៅនិងលោកពូឈៀននៅពេលនោះតែម្ដងលុះដល់ស្អែកព្រឹកឡើងក៏ជាថ្ងៃដែលព្រានចំណាស់ទាំង3អាចចូលទៅកាន់ព្រៃដ៏ធំនោះបានហើយព្រឹកនោះពួកគាត់ក៏បានរៀបចំនៅរបស់ដែលចាំបាច់រួចជាស្រេចតាំងពីព្រឹកព្រលឹមស្រាងមកម្លេះប៉ុន្តែអ្វីដែលពួកគាត់ត្រៀមក៏មិនមានអ្វីច្រើននោះទេគឺគ្រាន់តែមានថង់យាមមួយជាប់នឹងខ្លួនហើយមាននៅកំភ្លើងមួយដើមដូចជាថ្ងៃធម្មតាដែលពួកគាត់ធ្លាប់ចូលទៅក្នុងព្រៃឡើងភ្នំប្រមាញ់សត្វនោះឯងនៅពេលដែលពួកគាត់ត្រៀមរួចរាល់អស់ហើយនោះក៏ស្រាប់តែពេលនោះក៏លេចចេញមកនៅមាត់ដំរីទាំងពីរនាក់នោះបានជិះដំរីមកឈប់នៅខាងមុខផ្ទះរបស់ពួកគាត់ហើយពេលនោះពួកគេក៏សុំពួកគាត់ចូលមកខាងក្នុងនៅពេលដែលបានឃើញបែបនេះពួកគាត់ក៏មិនបានប្រកែកអ្វីនោះឡើយហើយនៅពេលដែលអ្នកទាំងពីរបានចូលមកដល់ពួកគេក៏បានកោតសរសើរទៅនឹងមន្តវិជ្ជាអាគមរបស់អ៊ំម៉ៅហើយក៏បានអរគុណដែលពួកគាត់មិនបានធ្វើអ្វីដល់ពួកគេទាំងពីរព្រោះថាបើសិនជាអ្នកផ្សេងពួកគាត់ក៏ត្រូវអស់ជីវិតបាត់ទៅហើយ
มันបាច់សរសើរខ្ញុំទេពួកខ្ញុំគ្រាន់តែជាព្រានព្រៃធម្មតាប៉ុណ្ណោះពួកខ្ញុំក៏មិនដែលចង់ទៅបៀតបៀនអ្នកណាដែរ នៅពេលដែលពួកគាត់និយាយគ្នារួចមាន់រៃទាំងពីរនោះក៏បានត្រឡប់ទៅវិញចំណែកអ៊ំទាំង3គាត់ក៏បានធ្វើដំណើរឡើងទៅលើភ្នំនាព្រឹកនេះតែម្ដងដោយពេលនោះលោកពូឈៀនគាត់គឺជាអ្នកនាំផ្លូវហើយការធ្វើដំណើរមួយនេះគឺមានគ្នា5នាក់បូករួមទាំងបរិសដែលជនជាតិភាគតិចនោះផងដែរធ្វើដំណើរមិនយូរប៉ុន្មានពួកគាត់ក៏បានទៅដល់ជម្រាលភ្នំដងរែកនោះនៅពេលដែលគាត់បានទៅដល់ទីនោះហើយអ៊ំម៉ៅគាត់ក៏បានគួចស្មៅនៅទីនោះហើយក៏បានសូត្រនៅបាលីគាថារបស់គាត់រួចក៏បានបន្តដំណើរទៅមុខទៀតនៅពេលដែលពួកគាត់បានធ្វើដំណើរតាំងពីព្រឹកព្រលឹមរហូតដល់ថ្ងៃត្រង់ពួកគាត់ក៏ស្រាប់តែបានទៅដល់ចំណុចមួយដែលមានដើមឈើធំដុះស្កេតស្កាស់ដែលមើលទៅនោះគឺជាកន្លែងដែលពួកគេបានមកអាឈើនោះឯងនេះក៏ព្រោះតែនៅទីនោះមានដើមឈើធំចំនួន2ដើមត្រូវបានកាត់រំលំនិងពួកគាត់បានឃើញម៉ាស៊ីនអាឈើដែលមានសភាពចាស់នៅទីនោះទៀតផងប៉ុន្តែពេលដែលពួកគាត់ទៅដល់ចំណុចទីនោះហើយអ្វីដែលចម្លែកនោះគឺថាมันបានឃើញសត្វខ្លានោះលេចវត្តមានមកទាំងកណ្ដាលថ្ងៃដោយដែលអ្នកភូមិបាននិយាយនោះទេដែលជាហេតុធ្វើឲ្យបរិសដែលជនជាតិភាគតិចនោះឆ្ងល់ជាខ្លាំងព្រោះតែហេតុការណ៍ដែលគាត់បានជួបនោះគឺនៅពេលថ្ងៃមិនទាន់លិចនោះឯងហេតុដូច្នេះហើយទៅពេលគិតថាព្រានចាស់ទាំង3នេះមិនមែនជាព្រានធម្មតាទូទៅនោះទេគិតយ៉ាងម៉េចដែរបងតើនៅទីនេះល្អដែរឬអត់មានតែបោះអ្នកនៅទីនេះឯងព្រោះថាព្រៃនេះស្ដុកណាស់មានតែទីនេះទេមើលទៅរៀងស្រឡះនោះបើអញ្ចឹងប្រញាប់ទៅព្រោះមើលទៅថ្ងៃក៏រៀងជ្រេទៅហើយនៅខណៈពេលនោះពួកគាត់ទាំង5ក៏បានកាប់ដើមឫស្សីព្រៃដែលមាននៅបរិវេណព្រៃនេះយកមកធ្វើជាធ្នាក់ទោះបីជាដើមឈើធំមិនមានដង្កៀបឈើដែលពិបាកក្នុងការបោះធ្នាក់ក៏ពិតមែនប៉ុន្តែដែលហេតុតែពួកគាត់ទាំង5គឺជាអ្នកដែលចេះនិងតែងតែធ្វើរឿងនេះយ៉ាងស្ទាត់ជំនាញនោះដែលជាហេតុធ្វើឲ្យមិនមែនជាការលំបាកសម្រាប់ពួកគាត់ឡើយនៅពេលដែលពួកគាត់កាប់ឫស្សីព្រៃនោះគឺថាពួកគាត់ទៅទាំង5ហើយត្រឡប់មកធ្វើធ្នាក់ទាំង5នាក់តែម្ដងនោះក៏ដោយហេតុតែនៅក្នុងព្រៃដ៏សែនគ្រោះថ្នាក់នេះគឺអាចមានគ្រោះថ្នាក់កើតឡើងបានគ្រប់ពេលហើយដូច្នេះហើយទើបពួកគាត់មិនហ៊ានបំបែកគ្នានោះឡើយហើយនៅពេលដែលពួកគាត់កាប់ឫស្សីព្រៃបានគ្រប់ល្មមអាចសង់ធ្នាក់បានហើយនោះពួកគាត់ក៏ចាប់ដើមសង់ធ្នាក់នៅលើដើមឈើធំមួយនោះហើយធ្នាក់នេះគឺពួកគាត់សង់ខ្ពស់មែនទែនរហូតដល់ពាក់កណ្ដាលនៃដើមឈើធំមួយនោះឯណោះរហូតដល់ពួកគាត់ក៏ត្រូវធ្វើជាជណ្ដើរសម្រាប់ចុះឡើងទៀតផងហើយទម្រាំតែពួកគាត់សង់ធ្នាក់រួចនោះមេឃក៏ជិតងងឹតបាត់ទៅហើយពួកគាត់ថ្ងៃនោះក៏មិនហ៊ានចុះទៅប្រមាញ់សត្វដើម្បីធ្វើជាម្ហូបនោះទេព្រោះថាពួកគាត់ក៏បានត្រៀមនៅអាហារក្រៀមសម្រាប់ហូបរួចជាស្រេចពេលយប់ក៏បានមកដល់ខ្យល់ត្រជាក់ក៏បានរសាត់មកប៉ះខ្លួនអ្នកទាំង5និងដើមឈើយល់យកទៅតាមកម្លាំងខ្យល់នៅក្នុងព្រៃក៏ចាប់ផ្ដើមឮសំឡេងសត្វព្រៃចម្លែកហើយសភាពនៅក្នុងព្រៃនោះក៏បានធ្វើឲ្យអ្នកទាំង5ព្រឺឆ្អឹងខ្នងខ្ញាក់ទាំងដែលព្រានចាស់ទាំង3ដែលធ្លាប់ឆ្លងកាត់រឿងរ៉ាវនៅក្នុងព្រៃរាប់មិនអស់ក៏ប្រែជាព្រឺឆ្អឹងខ្នងដែលធ្វើឲ្យពួកគាត់ដឹងថានៅក្នុងព្រៃនេះគឺពិតជាមានអ្វីម្យ៉ាងដែលមិនធម្មតានោះទេតើពួកលបងមានអារម្មណ៍ដូចខ្ញុំដែរឬអត់ពេលនោះអ៊ំម៉ៅនិងអ៊ំជៀនគ្រាន់តែងាកមើលមុខអ៊ំសែនតែមិនបានឆ្លើយតបនោះទេប៉ុន្តែអ៊ំសែនគាត់ក៏យល់នៅអ្វីដែលពួកគាត់ចង់និយាយបាត់ទៅហើយខ្ញុំមានអារម្មណ៍ថាព្រឺឆ្អឹងខ្នងតាំងពីឈានជើងជួរមកក្នុងព្រៃនេះម្ល៉េះខ្ញុំចូលព្រៃនេះជាច្រើនដងហើយមិនដែលមានអារម្មណ៍បែបនេះទេតែលើកនេះដូចជាមានអារម្មណ៍ថាចាញ់ច្រាបព្រៃនេះយ៉ាងម៉េចទេចម្លែកណាស់នៅកណ្ដាលព្រៃរាត្រីរំលងអាទិត្យក៏កាន់តែខិតជិតចូលមកដល់អ្នកទាំង5អង្គុយលើធ្នាក់សំងំស្គីមឈឹងដោយមិនបាននិយាយអ្វីទាល់តែសោះពួកគាត់ខំប្រឹងសម្លឹងស្មឹងស្មាតដោយប្រុងប្រយ័ត្នអស់រយៈពេលជាច្រើនម៉ោងក៏ប៉ុន្តែនៅតែមិនបានឃើញនៅអ្វីចម្លែកទាល់តែសោះហើយអ្វីដែលធ្វើឲ្យពួកគាត់កាន់តែឆ្ងល់នោះគឺថានៅក្នុងព្រៃដ៏សែនធំមួយនេះនឹងសម្បូរទៅដោយសត្វព្រៃក៏ប្រែជាមិនបានឃើញសត្វសំបីតែមួយក្បាលដែលឆ្លងកាត់នៅទីនេះទាល់តែសោះពិតជាចម្លែកណាស់ហេតុអីក៏មិនឃើញមានសត្វសំបីតែមួយក្បាលបែបនេះ
នៅក្នុងព្រៃនេះមិនមែនមានតែពួកយើងទេសំឡេងចំភ្លើងនៅមិនឆ្ងាយពីទីនេះប៉ុន្មានទេតែនរណាទៅដែលហ៊ានចូលមកទីនេះ បន្ទាប់ពីបានឮសម្លេងកំភ្លើងបានបន្លឺឡើងជាច្រើនគ្រាប់ហាក់ដូចជាមានអ្នកណាកំពុងតែបាញ់ប្រហារអ្វីមួយនោះពួកគាត់ទាំង5ក៏បានត្រឹមតែព្យាយាមស្ដាប់និងសម្លឹងមើលដោយមិនហ៊ានចុះពីលើភ្នាក់នោះឡើយ ឬមួយក៏មានអ្នកចូលមកក្នុងព្រៃនេះហើយត្រូវសត្វខ្លានោះវាប្រហារទេដឹងមែនហើយអាចថាអញ្ចឹងក៏បានដែរតែទោះជាយ៉ាងណាក៏យើងមិនត្រូវចុះទៅទេព្រោះថាបើយើងចុះទៅជួយគេនោះអាចនឹងមានគ្រោះថ្នាក់ នៅខណៈពេលដែលពួកគាត់សំងំលើធ្នាក់ដោយដៃរបស់ពួកគាត់ក៏ត្រៀមតម្រង់នៅកំភ្លើងរួចជាស្រេចលុះមួយសន្ទុះធំក្រោយមកពួកគាត់ក៏ស្រាប់តែបានឮនៅសំឡេងជន់ស្លឹកឈើងាប់ដែលសំឡេងនោះក៏បានកំពុងតែខិតជិតចូលមកដល់កន្លែងដែលពួកគាត់កំពុងនៅនោះឯងលុះបន្តិចក្រោយមកក៏ស្រាប់តែបានឃើញបុរសចំណាស់ម្នាក់ដែលរត់យ៉ាងត្រហេបត្រហោបប្រកបដោយភាពភិតភ័យនិងមើលទៅសភាពរបស់គេក៏មានរបួសដូចជាបានត្រូវអ្វីវាប្រហារដូចនេះឯងពេលដែលបុរសម្នាក់នោះបានខិតជិតចូលមកដល់ហើយនោះទើបឃើញថាជាបុរសម្នាក់ដែលពួកគាត់បានជួបនៅក្នុងភូមិដែលពេលដែលពួកគាត់ទៅមើលគេសម្ដែងសៀកនោះឯងដែលគាត់គឺជាគ្រួគុំជនជាតិថៃ ជួយផងអ្នកទាំងអស់គ្នាចាប់ជួយខ្ញុំផងខ្ញុំមិនមែនជាព្រាយខ្លាអ្វីនោះទេប៉ុន្តែអាព្រាយខ្លានោះវាកំពុងតែតាមសម្លាប់ខ្ញុំហើយយ៉ាងមិនដែរមើលពេលនោះឯងបានឃើញគេច្បាស់ឬអត់ដំណាក់កាលនេះហើយទោះច្បាស់ក៏មិនគួរចុះដែរ នៅខណៈពេលនោះពួកគាត់ដែលជាព្រាមព្រៃជើងចាស់ទោះបីជាបុរសម្នាក់នោះមិនមានចំហាយដែលធ្វើឲ្យពួកគាត់ស្មានដឹងក៏ពិតមែនក៏ប៉ុន្តែពួកគាត់ក៏នៅតែបែងចែកមិនដាច់ថាជាអ្វីនោះឡើយនៅពេលនោះលោកពូឈៀនគាត់ក៏បានយកកន្ទុយអស់ដែលពួកគាត់បានបង្កាត់នោះគប់ទៅខាងក្រោមធ្នាក់ដើម្បីឲ្យបុរសម្នាក់នោះលើកវាកាន់ប៉ុន្តែរឿងរ៉ាវដែលអកុសលក៏បានកើតឡើងគឺថាគាត់បំរុងនឹងលើកវាកាន់ទៅហើយក៏ស្រាប់តែពេលនោះសត្វខ្លាសនោះក៏ស្ទុះចេញពីកំពូលព្រៃខំត្របាក់បុរសម្នាក់នោះរត់ចូលទៅក្នុងព្រៃបាត់តែម្ដង វាមកហើយអ្នកទាំងអស់គ្នាប្រយ័ត្នផងខ្លានេះវាមិនធម្មតាទេ នៅពេលដែលសត្វខ្លានោះបានសម្លាប់បុរសម្នាក់នោះរួចហើយពួកគាត់ក៏មានចិត្តសោកស្ដាយដែលមិនអាចជួយគេទាន់ពេលវេលាហើយពួកគាត់ទាំង5ក៏ត្រៀមកណ្ដុងកំភ្លើងរួចជាស្រេចដើម្បីបាញ់សត្វខ្លានោះប៉ុន្តែបន្ទាប់ពីខំយកបុរសម្នាក់នោះរួចហើយរំលងបានប្រហែលជា1ម៉ោងជាងទៅហើយក៏មិនឃើញសត្វខ្លានោះបានបង្ហាញខ្លួនទៀតទាល់តែសោះ នៅកណ្ដាលយប់រំលងអាត្រៀតនៅក្នុងព្រៃក្រោមបន្លឺព្រះខែពេញវងជះបន្លឺធ្វើឲ្យនៅក្នុងព្រៃក៏មិនសូវជាងឹតស្លុបប៉ុន្មាននោះទេខណៈពេលដែលពួកគាត់នៅលើធ្នាក់កំពុងតែសម្លឹងនៅជុំវិញបរិវេណព្រៃនេះដោយយកចិត្តទុកដាក់ក៏ស្រាប់តែពេលនោះពួកគាត់បានឮសំឡេងសម្រាប់ជើងដូចជាមនុស្សដើរបានកំពុងតែសម្ដៅមករកធ្នាក់របស់ពួកគាត់ ក្រោយពេលសម្លេងនោះខិតជិតចូលមកហើយទើបគាត់ឃើញថាជាមនុស្សស្រីម្នាក់ដែលមើលទៅការស្លៀកពាក់របស់នាងក៏ដូចជាបរិសុទ្ធជនជាតិភាគតិចនោះឯងឯងអើយតានេះជាឯងមែនទេហេតុអីក៏ឯងដាច់ចិត្តទុកខ្ញុំចោលបែបនេះ ខ្ញុំវិញក្នុងពេលនេះយូរថ្ងៃហើយចំណេញមកស្នាយត្រូវសត្វខ្លានោះខំសម្លាប់បាត់ទៅហើយឯងឆាប់ចុះមកជួយខ្ញុំឡើងទៅលើផងក្រោយពីបានឃើញនារីម្នាក់ដែលរូបរាងជាប្រពន្ធរបស់ខ្លួនច្បាស់នឹងភ្នែកបែបនេះដោយចិត្តនឹករលឹកទៅកាន់ប្រពន្ធពោពេញដោយចិត្តអន្ទះសារនោះគេក៏បំរុងនឹងទម្លាក់ចិន្តាចុះទៅក្រោមប៉ុន្តែក៏ត្រូវបានអំជៀនហាម5ទៅកាន់គេឈប់សិន វាមិនមែនជាប្រពន្ធលោកអូនឯងទេនៅឲ្យស្ងៀមសិនទៅហេតុអីក៏និយាយបែបនេះមុននេះបុរសម្នាក់នោះត្រូវបានសត្វខ្លាខំសម្លាប់ក៏ដោយសារតែយើងមិនព្រមជួយគេនោះឯងតែនេះប្រពន្ធខ្ញុំណាមិនមែនជាអ្នកដទៃនោះទេឆាប់ជួយនាងផង នៅខណៈពេលនោះអ៊ំម៉ៅគាត់ក៏មិនបាននិយាយអ្វីច្រើននោះទេគាត់ក៏ទាញកំភ្លើងបាញ់នារីម្នាក់នោះតែម្ដងដើម្បីបញ្ជាក់ឲ្យគេបានឃើញប៉ុន្តែក្រោយពីបានត្រូវគ្រាប់កំភ្លើងរបស់អ៊ំម៉ៅ
រូបរាងដែលជាប្រពន្ធបរិជនជាតិភាគតិចនោះក៏នៅតែស្រេចអង្វរកដោយភាពត្អូញត្អែរប្រកបដោយការឈឺចាប់ ឯងហេតុអីឯងដាក់ចិត្តម្លេះឲ្យគេបាញ់ប្រពន្ធខ្លួនឯងបែបនេះឯងនេះពិតជាខុសខើណា ហេតុអីក៏ធ្វើបែបនេះបើមិនជួយប្រពន្ធខ្ញុំទេក៏បាញ់នាងអីទោះខ្ញុំចុះទៅជួយនាងក៏បានដែរមិននឹកស្មានថាពួកនេះឯងចិត្តខុសខើដល់ថ្នាក់នេះសោះ នៅពេលដែលបានឮដូច្នេះពួកគាត់ក៏មិនបាននិយាយអ្វីទៀតនោះដែរពេលនោះពួកគាត់ក៏ព្រមឲ្យបរិសម្នាក់នោះចុះទៅខាងក្រោមហើយពួកគាត់ក៏បានត្រៀមលក្ខណៈដើម្បីបាញ់ការពារគេប៉ុន្តែពេលដែលបរិសជនជាតិភាគតិចនោះចុះបានតែពាក់កណ្ដាលចណ្ដាលតែប៉ុណ្ណោះអ៊ំម៉ៅគាត់ក៏បានបាញ់មួយគ្រាប់ទៀតហើយនៅពេលនេះគេក៏មិនអាចទ្រាំទ្របានទៀតនោះទេរូបរាងកាយដែលជាមនុស្សនោះក៏បានប្រែទៅជាសត្វខ្លាសដែលមានរូបរាងធំសម្បើមហើយក៏រត់ចូលទៅក្នុងព្រៃបាត់ស្រមោលម្ដងទៀត ឯឆាប់ឡើងមកវិញមកឲ្យលឿនឡើងមក ក្រោយពីបានឃើញទស្សនវិជ្ជាបែបនេះបរិមអ្នកនោះគេក៏បានឡើងមកវិញទាំងលក្ខណៈញ័រជើងទៅត្រេកត្រោតនិងសុំទោសទៅកាន់ពួកគាត់ទាំងអស់គ្នាដែលមិនព្រមស្ដាប់ទៅកាន់ពួកគាត់ប៉ុន្តែពេលនោះពួកគាត់ក៏មិនបានខ្វាយខ្វល់និងប្រកាន់អូដំណើរទៅកាន់គេនោះទេគឺថាពួកគាត់ផ្ដោតទៅលើសត្វខ្លាសនោះថាហេតុអ្វីក៏ក្រកកំភ្លើងដែលបញ្ចុះទៅដោយមន្តអាគមហើយក៏នៅតែមិនអាចធ្វើអ្វីវាបានគឺបានត្រឹមតែធ្វើឲ្យវាមានរបួសតែប៉ុណ្ណោះ នេះតែឯងយកអ្វីទៅបាញ់នឹងក្រោកកំភ្លើងឬគ្រាប់ដីឥតទៅអាម៉ៅ សំឡេងស្រែកសួរពីសំណាក់អ៊ំជៀនទៅកាន់អ៊ំម៉ៅហាក់បីដូចជាលេងសើចប៉ុន្តែក៏ធ្វើឲ្យពួកគាត់ដឹងថាអំណាចនៃសត្វខ្លាមួយក្បាលនេះវាពិតជាមិនធម្មតានោះទេក៏ព្រោះថាសត្វខ្លាដែលមានពពួកព្រាយកាន់ដែលពួកគាត់បានធ្លាប់ជួបប្រទះនោះក៏តែងតែបាត់បង់ជីវិតក្រោយពីបានត្រូវគ្រាប់កំភ្លើងទួនដែលបញ្ចុះទៅដោយមន្តអាគមរបស់អ៊ំម៉ៅ វាមិនធម្មតាទេលបងមិនដឹងថាវាជាសត្វខ្លាស្អីឲ្យបរកតទីគ្រាប់កំភ្លើងដែលបាញ់ត្រូវវាក៏បានត្រឹមតែធ្វើឲ្យវារបួសតែប៉ុណ្ណោះ ក្រោយពីបានឃើញថាពិបាកក្នុងការសម្លាប់វាដូច្នេះព្រានទាំង4ក៏បានត្រៀមកំភ្លើងរួចជាស្រេចដើម្បីបាញ់ព្រមគ្នាតែម្ដងឲ្យតែវាបង្ហាញខ្លួនម្ដងទៀត អាមួយនេះវាឆ្លាតណាស់បើចង់សម្លាប់វាមិនស្រួលទេ ក្រោយពីបានឃើញថាពិបាកក្នុងការបាញ់ទៅកាន់សត្វខ្លានោះអ៊ំសែនគាត់ក៏បានសូត្រនឹងបល័យគាថាដាក់សត្វអាគមដែលជាខ្លាសរបស់គាត់ចេញមកដើម្បីបញ្ឆោតសត្វខ្លានោះ ក្រោយពីបានឃើញសត្វដែលមានសម្បុរសដែលកើតចេញពីមន្តអាគមឈោស្រែកសំញ៉ៃនៅក្នុងដែនព្រៃរបស់វាសញ្ជាតិជាសត្វខ្លាដែលជាអំបូរដ៏កាចសាហាវក៏បានបង្ហាញខ្លួនដើម្បីប្រកួតតតាំងទៅនឹងដៃគូសត្រូវរបស់វាហើយពេលនោះការប្រកួតរវាងសត្វខ្លាដែលកើតចេញពីមន្តអាគមនិងសត្វព្រៃខ្លាដែលស្ដេចព្រៃក៏បានកើតឡើងប៉ុន្តែការប្រកួតមួយនេះមើលទៅសត្វខ្លាដែលកើតចេញពីមន្តអាគមរបស់អ៊ំសែនក៏ចាញ់ប្រៀបទៅកាន់ស្ដេចខ្លាសដែលស្ដេចព្រៃមួយនេះ ពេលដែលសត្វខ្លាទាំងពីរកំពុងតែប្រខំគ្នានោះក៏ត្រាប់តែពេលនោះលេចរូបរាងនៅគោអាគមនិងក្របីអាគមចេញមកដែលសត្វទាំងពីរនេះគឺជាសត្វដែលកើតចេញពីមន្តអាគមរបស់ព្រានទាំងពីរនោះបន្ថែមនោះឯងពេលនោះការប្រយុទ្ធដ៏កម្រក៏បានកើតឡើងពេលនោះស្ដេចខ្លាសដែលជាស្ដេចព្រៃក៏បានប្រយុទ្ធជាមួយសត្វដែលកើតចេញពីមន្តអាគមរាន់សំឡេងសន្ធឹកពេញតែក្នុងព្រៃ បន្ទាប់ពីប្រយុទ្ធគ្នាអស់រយៈពេលយ៉ាងយូរសត្វដែលកើតចេញពីមន្តអាគមរបស់ព្រានព្រៃក៏បានយកឈ្នះទៅកាន់ស្ដេចខ្លាសដែលជាស្ដេចព្រៃនៅតំបន់ភ្នំដងរែកមួយនេះប៉ុន្តែការឈ្នះមួយនេះគឺមិនបានសម្លាប់ទៅកាន់សត្វខ្លានោះឡើយគឺថាទោះបីជាពួកគាត់ព្យាយាមសូត្រដាស់នៅបល័យគាថាយ៉ាងណាក៏ដោយក៏សត្វអាគមរបស់ពួកគាត់មិនអាចសម្លាប់វាបាននោះទេគឺគ្រាន់តែវាដកថយនឹងក្រាបទៅនឹងដីហើយបានស្រែកដោយការឈឺចាប់តែប៉ុណ្ណោះដោយឃើញថាមិនអាចសម្លាប់វាបាន ព្រានទាំងអស់គ្នាក៏បានពន្លត់សត្វអាគមរៀងៗខ្លួនទៅ ពេលដែលព្រានទាំងអស់គ្នាកំពុងតែសម្លឹងទៅកាន់សត្វខ្លាដែលកំពុងតែស្រែកដោយការឈឺចាប់នោះក៏ស្រាប់តែពេលនោះមានសំឡេងមនុស្សបានដើរមករកសត្វខ្លាសនោះពេលដែលបានមកដល់ហើយទើបឃើញថានេះជាមុនីឥសីខ្លា អ
ហេតុអីក៏ធ្វើបែបនេះ ហេតុអីក៏មិនដោយវាឲ្យសម្លាប់ជីវិតមនុស្សបែបនេះគ្រប់រឿងរ៉ាវដែលបានកើតឡើងគឺសុទ្ធសឹងតែមានហេតុនិងផលរបស់វាចូលកុំបៀតបៀនគេកុំរស់នៅដោយភាពមានរំនួនមុននឹងវិជាដែលគ្រូមានពិតជាខ្លាំងណាស់ចុះទំនំតែលោកគ្រូតាទៀតមិនដឹងតែគាត់ខ្លាំងប៉ុណ្ណានោះទេចុះហេតុអីក៏លោកគ្រូថាគាត់ត្រូវបានគេសម្លាប់តើវាពិតមែនទេខ្ញុំពិតជាឆ្ងល់ខ្លាំងណាស់រឿងរ៉ាវនៅក្នុងโลกនេះវាតែងតែប្រកបដោយហេតុនិងផលឯងកំពុងនៅជាមួយភាពអំនួតអួតអាងឲ្យសោះគ្រប់ជីវិតនៅលើផែនដីនេះពេលដែលពេលវេលាបានមកដល់វាក៏គង់តែរលត់ទៅវិញលើโลกនេះវាគ្មានអ្វីស្ថិតស្ថេរនោះទេយើងក៏ដូចគ្នាដែរថ្ងៃណាមួយឯងនឹងបាត់បង់យើងជាមិនខានពេលដែលមិនឃើញយើងឯងក៏មិនបាច់តាមរកយើងនោះទេនេះគឺជាសត្វដែលឯងតែងតែចង់បានបើឯងចង់ឲ្យគេគ្រប់គ្រងនឹងថែរក្សាឯងត្រូវតែមានសមត្ថភាពអាចគ្រប់គ្រងនឹងថែរក្សាគេវិញផងដែររឿងអាគមព្រានចាស់ទាំង3ប្រមាញ់ស្ដេចព្រៃក៏សូមបញ្ចប់តែត្រឹមនេះបើសិនជាការបញ្ចូលសម្លេងរបស់ខ្ញុំបាទមិនពីរោះឬមានកន្លែងណាខុសឆ្គងក៏សូមបងប្អូនអធិស្ឋានដល់រូបខ្ញុំបាទផងជាពិសេសបងប្អូនដែលជាជនជាតិភាគតិចបើសិនជាខ្ញុំបាទមានការនិយាយលើសលួសខ្វះខាតត្រង់កន្លែងណាសូមបងប្អូនអធិស្ឋានដល់រូបខ្ញុំបាទផងជាចុងក្រោយខ្ញុំបាទសូមអរគុណដល់ពុកម៉ែបងប្អូនដែលតែងតែគាំទ្រដល់ Channel ខ្ញុំបាទសូមជូនពរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំបាទដល់ចប់ជួបតែសេចក្តីសុខគ្រប់ក្រុមគ្រួសារសូមអរគុណ